ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានេះជាវិធីធ្វើបង្អែមច័ន្ទខ្ទិះខ្មែរចាគ្រឿងផ្សំទាំងអស់មានដូចជាផ្លែច័ន្ទផ្លែពោតផ្លែមៀនខ្ទិះដើមទឹកដោះគោខាប់ហើយនឹងក្របជីចាមុនដំបូងយើងត្រូវការត្រាំក្របជីឲ្យរីកសិនចាបានក្របជីហើយយើងមកធ្វើការចិតពោតស្ដើងបែបនេះគឺពោតឆ្អិនណាពុកម៉ែបងប្អូនចាមុននឹងចិតគឺយើងស្ងោរឲ្យឆ្អិនចាបន្តមកទៀតយើងបកមៀនយកសំបកចេញចាបន្ទាប់ពីបកមៀនហើយយើងឆ្កឹះយកសាច់ចាំដោយយើងច្របាច់វាពណ៌បែបនេះដើម្បីកាត់បន្ថយភាពជាប់របស់វាចាធ្វើបែបនឹងរហូតតទៅអស់ទៅចាយើងឆ្កឹះយកសាច់អញ្ចឹងមកពេលបានសាច់ហើយយើងពណ៌វាម្សាទៀតទៅឲ្យមាត់ចាបន្តមកទៀតយើងរួចរាល់យើងចាក់គ្រឿងផ្សំទាំងអស់បញ្ចូលគ្នាចាមានពោតផ្លែមៀនចាក្របជីទឹកដោះគោខាប់ខ្ទិះដើមចាហើយទឹកដោះគោខាប់យើងអាចថែមថយតាមការចូលចិត្តរបស់បងប្អូនបានជាចង់ផ្អែមឬក៏មិនសូវផ្អែមអញ្ចឹងណាចាកុំភ្លេចថែមអំបិលបន្តិចផងដើម្បីឲ្យមានរសជាតិកាន់តែដិតឆ្ងាញ់បើយើងមានផ្លែខ្នុរឬក៏ផ្លែចេកយើងអាចបន្ថែមឲ្យវាមានសម្រស់កាន់តែស្រស់ស្អាតឬក៏រសជាតិកាន់តែឆ្ងាញ់ថែមទៀតបងប្អូនយើងអាចថែមទឹកកកបន្តិចឬក៏ដាក់ក្នុងទូទឹកកកក៏បានដែរមុនពេលញ៉ាំដើម្បីឲ្យវាមានរសជាតិកាន់តែឆ្ងាញ់ចាផ្អែមក្រអូបចាឈ្ងុយឆ្ងាញ់ណាស់ពុកម៉ែបងប្អូនអរគុណ